យើងត្រូវយល់ថានៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះស្ថានភាពប្រទេសទាំង11ហ្នឹងគឺអត់ដូចគ្នាទេអ្វីត្បិតតែជារដ្ឋអធិបតេយ្យមានអធិបតេយ្យភាពដូចគ្នាមែនតែបើនិយាយពីទម្ងន់យុទ្ធសាស្ត្រនិងអំណាចនិងស្ថានភាពនៃការជឿទុកចិត្តគ្នារវាងរដ្ឋនិងរដ្ឋហ្នឹងគឺស្ថិតក្នុងចំណុចមួយដែលកំពុងធ្វើការជាមួយគ្នាឡើយទេបាទសូមស្វាគមន៍មកកាន់ Upside Focus នៅសប្តាហ៍នេះយើងមានវាគ្មិនជំនាញមួយរូបទៀតហើយនឹងចូលមកបកស្រាយនិងបញ្យល់នៅប្រធានបទសំខាន់មួយពាក់ព័ន្ធនឹងកិច្ចការអាស៊ានបាទនៅថ្ងៃនេះយើងមានវាគ្មិនរបស់យើងមួយរូបគឺលោកហឹមរស្មីលោកបច្ចុប្បន្នលោកគឺជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ឬក៏យើងហៅថា CCRS បាទអញ្ចឹងបាទសូមជម្រាបសួរបងជម្រាបសួរបាទសូមអរគុណច្រើនបងដែលបានឆ្លៀតឱកាសក្នុងការចូលរួមជាមួយយើងថ្ងៃនេះហើយបងអ្នកស្មីគាត់ក៏ធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងកិច្ចការបរទេសហើយនឹងកិច្ចការអាស៊ានផងដែរបាទអញ្ចឹងនៅថ្ងៃនេះយើងនឹងធ្វើការពិភាក្សាគ្នាអំពីអាស៊ានប៉ុន្តែមុននឹងចូលដល់ខ្លឹមសារលម្អិតខ្ញុំចង់សូមឲ្យបងបញ្ជាក់បន្តិចពាក់ព័ន្ធនឹងដំណើរដើមតនៃការបង្កើតអាស៊ានបាទសូមជ័យមកអរគុណពិសេសហើយសូមជម្រាបសួរទស្សនិកជនទាំងអស់ដែលកំពុងទស្សនានៅវីដេអូ podcast ថ្ងៃនេះខ្ញុំមានក្តីសប្បាយរីករាយណាស់ដែលបានចូលរួមចែករំលែកការយល់ដឹងមួយចំនួនទាក់ទងនឹងយន្តការដោះស្រាយបញ្ហានៅក្នុងដោយសន្តិវិធីនៅក្នុងអាស៊ានហើយសូមថ្លែងអំណរគុណក្រុមការងារ AMS ចំពោះការអញ្ជើញចំពោះដើមតងនៃអាស៊ានគឺតំបន់យើងគឺជាតំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលមានប្រវត្តិសាស្ត្រជាច្រើននៅក្នុងប្រវត្តិសាស្ត្រទំនើបមានតាំងពីអាណានិគមមានតាំងពីឥទ្ធិពលរបស់ប្រទេសជាច្រើនហើយនឹងឥទ្ធិពលប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗក្នុងតំបន់ផងប្រទេសខ្លះមានប្រវត្តិកំណើតជារដ្ឋនឹងយូរអង្វែងតែទាំងអស់គ្នានឹងទំខ្លាយទៅជារដ្ឋទំនើបនៅក្រោយសង្គ្រាមលោកលើកទី2ហ្នឹងទេហើយទទួលបានឯករាជ្យជាបន្តបន្ទាប់ដូច្នេះប្រវត្តិសាស្ត្រទាំងអស់នេះបន្ទាប់ពីចប់សង្គ្រាមលោកលើកទី2ពេលដែលសម្ដាប់ធ្នាប់ពិភពលោកកើតដោយអង្គការសហប្រជាជាតិហ្នឹងតែអ្នកឈ្នះសង្គ្រាមកាលនោះរៀបចំហើយប្រទេសទាំងអស់ទទួលយកបាននៅអាស៊ីអាគ្នេយ៍យើងហ្នឹងក៏មិនខុសពីតំបន់ផ្សេងទៀតដែរអញ្ចឹងហើយបានវាកកើតទៅជាសម្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើអង្គការសហប្រជាជាតិដែលអ្នកទាំងអស់គ្នាបូកទស្សនិកជនផងប្រហែលជាអាចជ្រាបមួយចំនួនហើយរបៀបទំនាក់ទំនងរវាងរដ្ឋទំនាក់ទំនងរដ្ឋអធិបតេយ្យនឹងយ៉ាងម៉េចសិទ្ធិអំណាចហើយនឹងទូនាទីរបស់គាត់យ៉ាងម៉េចហ្នឹងគឺវាកើតចេញពីចំនួនហ្នឹងមកដែលជាផ្លូវការណាថាមុនហ្នឹងវាមានវារឿងជាច្រើនអញ្ចឹងក្នុងបរិបទក្នុងន័យហ្នឹងគឺតំបន់អាស៊ីអាគ្នេយ៍ហ្នឹងដោយសារតែធម្មតាវាប្រវត្តិសាស្ត្រប្រទេសមួយមានប្រវត្តិសាស្ត្ររៀងខ្លួនហើយពេលដែលវាមានប្រវត្តិសាស្ត្រមានកំណើតជារដ្ឋទំនើបហ្នឹងចាប់ផ្ដើមមានផលប្រយោជន៍ជាតិហ្នឹងចាប់ផ្ដើមខុសគ្នាហើយអញ្ចឹងផលប្រយោជន៍ជាតិมันប្រកាសថាស្របគ្នាទាំងអស់គ្នាទេហើយត្រូវផលប្រយោជន៍ប្រទេសខ្លះវាអាចនឹងមានមិនសូវស្របនឹងប្រទេសខ្លះទៀតហើយនៅតំបន់អាស៊ីអាគ្នេយ៍យើងហ្នឹងក៏អញ្ចឹងដែរអញ្ចឹងហើយបានប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលនោះខិតខំរកវិធីយ៉ាងម៉េចរៀនរស់នៅជាមួយគ្នាដោយសន្តិវិធីរៀនរស់នៅជាមួយគ្នាទោះផលប្រយោជន៍ជាតិរបស់យើងមិនសូវស្របគ្នាហើយរៀនរស់នៅជាមួយគ្នាក្នុងករណីយើងចង់ធ្វើការកន្លែងណាដែលយើងសហការគ្នាបានហើយកន្លែងណាដែលសហការគ្នាមិនបានឬមានបញ្ហាយើងដោះស្រាយដោយសន្តិវិធីអញ្ចឹងហើយបានវាមានគោលគំនិតចង់បង្កើតអង្គការថ្នាក់តំបន់នឹងបន្តមកហើយមុនកើតចេញជាអាស៊ាននេះគឺវាមានការខិតខំប្រឹងប្រែងបង្កើតអង្គការថ្នាក់តំបន់នឹងមួយចំនួនដែរតែដោយបញ្ហាផ្សេងហើយដោយសារស្ថានភាពភូមិសាស្ត្រនយោបាយនិងស្ថានភាពជឿទុកចិត្តរវាងរដ្ឋនិងរដ្ឋមួយចំនួននៅពេលនោះវាមិនសូវមានទើបវាមិនចេញជាផ្លែផ្កាហើយនៅដល់ថ្ងៃដូចអាស៊ានហ្នឹងអញ្ចឹងខ្ញុំសូមរាយការណ៍ជូនទស្សនិកជនទូថា
អង្គការថ្នាក់តំបន់នៅពេលនោះមានអីខ្លះដែលកើតហើយតែវាមិននៅដល់ថ្ងៃអាហ្នឹងគឺជាចង់បញ្ជាក់ពីបរិបទមួយចំនួនថានាំមានអាស៊ានរាល់ថ្ងៃហ្នឹងវាមិនមែនជារឿងដូចបន្ទាត់ត្រង់ពេកទេវាបត់បែនហើយវាមានការប្រែប្រួលជាច្រើនពីមួយដំណាក់កាលទៅមួយដំណាក់កាលគឺអង្គការមួយចំនួននោះធំដូចជាអង្គការ SEATO Southeast Asia Treaty Organization ដែលជាអង្គការបង្កើតឡើងនៅឆ្នាំ1954ហើយក្នុងនោះមានប្រទេស2នៅក្នុងនឹងប្រទេសថៃប្រទេសហ្វីលីពីនហើយបណ្ដាប្រទេសផ្សេងទៀតដោយសារតែ SEATO មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងលោកសេរីនៅពេលនោះអញ្ចឹងបណ្ដាប្រទេសផ្សេងទៀតការគិតគូរពីផលប្រយោជន៍ជាតិគាត់ទៅក៏សម្រេចចិត្តថាអត់ចូលកាលនោះអញ្ចឹងទៅ SEATO ក៏នៅរហូតមួយចំនួនរយៈពេលទៅតែវាអត់អាចទៅជារហូតដល់ថ្ងៃបើថាសួរថា SEATO យ៉ាងម៉េចទៀតចាំពិសេសសួរចាំខ្ញុំឆ្លើយតទៀតបន្ទាប់មកក៏បង្កើតអង្គការថ្នាក់តំបន់មួយទៀតណាមិនមែនជាអង្គការទេតែជារបៀបថាកិច្ចព្រមព្រៀងសន្ធិសញ្ញាមួយគេហៅថា Southeast Asia Friendship and Economic Treaty ណាសន្ធិសញ្ញាមិត្តភាពនិងសេដ្ឋកិច្ចកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅឆ្នាំ1959ដែលផ្ដួចផ្ដើមចម្បងគេហ្នឹងដោយរដ្ឋម៉ាឡាយ៉ានេះមិនទាន់ខ្លាយជាម៉ាឡេស៊ីទេហើយចង់ធ្វើការមួយជាពិសេសនឹងប្រទេសអាស៊ីអាគ្នេយ៍តែផ្នែកដីទឹកដើម្បីរកវិធីរស់ជាមួយគ្នាណានៅពេលនោះតែដោយសារតែស្ថានភាពឥណ្ឌូនេស៊ីហើយនិងម៉ាឡេយ៉ាហើយនិងប្រទេសមួយចំនួនទៀតវាមិនទាន់សូវចុះសម្រុងគ្នានៅពេលនោះក៏សន្ធិសញ្ញាហ្នឹងក៏វាអត់ទៅមុខណាបន្ទាប់មកបានវាទៅដល់ Association of Southeast Asia ASA 1961នៅតាមមិនសូវចុះសម្រុងនៅពេលនោះបន្ទាប់មកទៅជាមួយទៀត Maphilindo 1963 Maphilindo ហ្នឹងមាន Malaysia Indonesia ហើយ Philippines នៅពេលនោះក្នុងការរៀបចង់ធ្វើជាក្រុមអង្គការថ្នាក់តំបន់តែនៅតែមិនជោគជ័យដោយសារតែបញ្ហាស្ថានភាពជាពិសេសស្ថានភាពផ្ទៃក្នុងនៅបណ្ដាប្រទេសធំយ៉ាងដែលខ្ញុំរៀបរាប់មិញហ្នឹងទើបតែមានការប្រែប្រួលនយោបាយក្នុងស្រុកមួយចំនួននៅក្នុងបណ្ដាប្រទេសសំខាន់មួយចំនួននៅអាស៊ាននៅអាស៊ីអាគ្នេយ៍ហ្នឹងទើបបូកផ្សំជាមួយនឹងការគម្រាមកំហែងពីឥទ្ធិពលពេលនោះលទ្ធិកុម្មុយនីសនៅពេលនោះទើបបណ្ដាប្រទេសអាស៊ានចំនួន5នេះអាស៊ាន Founding Father ចំនួន5បានចូលរួមជាមួយគ្នាដើម្បីបង្កើតជាអាស៊ានហើយអាស៊ានកើតឡើងដោយថ្ងៃហើយប្រទេសទាំង5ហ្នឹងវារួមមានម៉ាឡេស៊ីឥណ្ឌូនេស៊ីសិង្ហបុរីថៃហើយនិងហ្វីលីពីនហ្នឹងហើយការចាប់ផ្ដើមការគិតគូរការអភិវឌ្ឍស្ថាប័នអាស៊ានហ្នឹងវាដុះពីពេលហ្នឹងមកហ្នឹងគឺជាប្រវត្តិខ្លីៗដែលខ្ញុំចង់ប្រាប់ពិសេសពីរឿងតកតងនឹងដើមអាស៊ានបាទសូមអរគុណបងកន្លងមកពាក់ព័ន្ធនឹងយន្តការក្នុងការដោះស្រាយបញ្ហាផ្សេងៗនៅក្នុងអាស៊ានយើងឃើញថាយើងមានធម៌មួយអាស៊ានហើយប៉ុន្តែសមាជិកអាស៊ានមួយចំនួននៅតែប្រើកម្លាំងសម្រាប់ដោះស្រាយបញ្ហាហើយអត់ប្រើយន្តការទូតទៀតអញ្ចឹងត្រង់ចំណុចនេះយើងឃើញថាធ្វើឲ្យអាស៊ាននៅពេលដែលឥទ្ធិពលក្នុងការដោះស្រាយបញ្ហាយើងមើលចរិតលក្ខណៈគឺបានត្រឹមតែជួយសម្របសម្រួលប៉ុន្តែបើភាគីមិនស្រួលជាមួយគ្នាគឺដឹងតែមានការប៉ះទង្គិចគ្នាហើយជាក់ស្ដែងយើងឃើញថាការប៉ះទង្គិចរវាងកម្ពុជាជាមួយប្រទេសជិតខាងថ្មីនេះយើងឃើញថាយើងឃើញប្រធានអាស៊ានម៉ាឡេស៊ីលោកសកម្មក្នុងការចូលរួមដោះស្រាយបញ្ហានេះហើយខ្ញុំគិតថានេះជារឿងជាគំរូមួយល្អសម្រាប់ប្រទេសដទៃទៀតហ្នឹងហើយក្នុងការជួយសម្របសម្រួលក្នុងករណីសមាជិកអាស៊ានណាមួយមានការប៉ះទង្គិចគ្នាហើយដោះស្រាយបញ្ហាដោយសន្តិវិធីនេះគឺសំខាន់ការពារអាយុជីវិតរបស់ប្រជាជនទាំងសងខាងបាទអញ្ចឹងតទៅមុខទៀតយើងក៏មិនអាចផ្ដាច់ចេញពីអាស៊ានគឺមិនអាចផ្ដាច់ចេញពីកត្តាភូមិសាស្ត្រនយោបាយរវាងការប្រជែងរបស់មហាអំណាចនៅក្នុងនេះអ
ចឹងសម្រាប់បងយល់ឃើញថាតើអាស៊ានគួរតែឃ្លាតឆ្ងាយឬក៏ត្រូវតែប្រឈមមុខជាមួយនឹងកត្តាភូមិសាស្ត្រនយោបាយឲ្យដោះស្រាយទាំងអស់គ្នាព្រោះយើងឃើញថានិន្នាការនៃប្រទេសនៅតំបន់អាស៊ានប្រទេសខ្លះក៏ថាទំនោរទៅរកមហាអំណាចមួយទៅប្រទេសខ្លះក៏ទំនោរទៅរកមហាអំណាចមួយទៅអាស្រ័យទៅលើផលប្រយោជន៍រៀងខ្លួនអញ្ចឹងប្រទេសមួយដាក់ផលប្រយោជន៍ខ្លួនឯងលើតុមុននឹងតម្កល់ផលប្រយោជន៍រួមអញ្ចឹងត្រង់ចំណុចនេះចំពោះបងយល់ឃើញថាតើអាស៊ានគួរតែថាចាក់ឆ្ងាយបន្តិចពីកត្តាភូមិសាស្ត្រនយោបាយរវាងការបញ្ចេញអំណាចរបស់បញ្ចេញអំណាចរវាងមហាអំណាចឬក៏អាស៊ានត្រូវតែឈរនៅនឹងហើយសម្លឹងមើលហើយអង្គុយដោះស្រាយរួមគ្នាបាទសូមអរគុណខ្ញុំឆ្លើយសំណួរដ៏ល្អប្រសើរនេះជាពីរផ្នែកធំទី1គឺតកតងនឹងយន្តការដោះស្រាយចំនួនដោយសន្តិវិធីរបស់អាស៊ានត្រង់ចំណុចនេះខ្ញុំសូមជម្រាបដល់បងប្អូនអ្នកស្ដាប់ថាអាស៊ានគឺជាអង្គការមួយដែលចាត់ចែងកិច្ចការនិងដឹកនាំដោយគោលការណ៍កូសង្ស៊ីសបានន័យថាប្រទេសទាំងអស់គឺត្រូវតែឯកភាពជាមួយគ្នាអញ្ចឹងកាលឥឡូវនេះវាមាន11ប្រទេសអញ្ចឹងធ្វើអីតើតែ11ប្រទេសហ្នឹងព្រមអញ្ចឹងត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ទៀតថាលទ្ធផលដែលអាស៊ានមានរាល់ថ្ងៃនេះយន្តការដែលមានជាក់លាក់រាល់ថ្ងៃហ្នឹងវាកើតចេញពីគោលសង្ស៊ីសរបស់រដ្ឋសមាជិកទាំងអស់អញ្ចឹងយើងមើលយើងវិភាគឲ្យស៊ីជម្រៅតើយន្តការរាល់ថ្ងៃហ្នឹងគឺជាយន្តការរបៀបម៉េចភាគច្រើនគឺយន្តការការទូតយន្តការបើអង់គ្លេសហៅថា voluntary soft compliance ធ្វើអីក៏ដោយផ្អែកលើការយល់គ្នាទៅវិញទៅមកហើយបើសុំឲ្យធ្វើទៅល្អដើម្បីមិត្តភាពអីឡាហ្នឹងឡាបាទហ្នឹងអាគោលការណ៍ទាំងអស់ហ្នឹងវាមានប្រវត្តិសាស្ត្ររបស់វាតែអ្វីដែលឥឡូវដោយសារតែយើងមានពេលវេលាកំណត់ខ្ញុំគ្រាន់តែចង់ប្រាប់ថាអ្វីដែលយើងកើតឡើងរាល់ថ្ងៃហ្នឹងគឺជាអ្វីដែលរដ្ឋសមាជិកគាត់ឯកភាពគ្នាឥឡូវ11ប្រទេសកាលមុន10ប្រទេសដូច្នេះគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធីស្រាលចំពោះអ្នកខ្លះគេថាស្រាលចំពោះអ្នកខ្លះគេថានៅមានការខ្វះខាតបាទយើងជឿមិនជឿស្រេចតែយើងស្រេចការយល់របស់យើងតែយើងគ្រាន់តែសួរថាអ្វីដែលជាបច្ចុប្បន្នភាពនៃស្ថានភាពយន្តការដោះស្រាយបញ្ហាដោយសន្តិវិធីដែលភាគច្រើនជាការទូតភាគច្រើនជាការលើកទឹកចិត្តភាគច្រើនជាការស្ម័គ្រចិត្តក្នុងការដោះស្រាយដោយយល់មុខគ្នាដោយយល់យោគគ្នាអីឡាក់នឹងឡាក់ហ្នឹងគឺជាលទ្ធផលចេញពីការព្រមព្រៀងរបស់រដ្ឋជាសមាជិកអាស៊ានហ្នឹងដូច្នេះបើសិនជាចង់ដោះស្រាយបញ្ហាចង់មានយន្តការដែលតឹងរឹងជាងហ្នឹងដែលមានគេហៅថាដែលមានលក្ខណៈស្មុគស្មាញជាងហ្នឹងដែលមានលក្ខណៈណាដោយពាក្យពិសេសចូលចិត្តប្រើគឺថាដែលចូលឲ្យផ្ទាល់គេថាឃើញសកម្មភាពជាក់ស្ដែងហ្នឹងគឺអាស្រ័យបណ្ដាប្រទេសអាស៊ានទាំង11ហ្នឹងគឺគោរពឯកភាពគ្នាអាចពិចារណាទៅអាចចាប់ផ្ដើមមុនគេគឺអាចពិនិត្យមើលលើអាស៊ាន Charter ឡើងវិញធម្មនុញ្ញអាស៊ានតើយើងអាចមើលទៅថាអាចកំណែតម្រង់ឬពិចារណាថាយើងអាចវិសោធនកម្មជាពិសេសចំណុចតកតងនឹងយន្តការដោះស្រាយដោយសន្តិវិធីតើយើងអាចរបៀបថាយន្តការការទូតរបស់យើងយន្តការការទូតយើងបែបម៉េចតើគួរតែប្រធានអាស៊ានអ្នកចាត់ចែងឬក៏សកម្មឬក៏បណ្ដាប្រទេសទាំងអស់គឺត្រូវតែសកម្មឬក៏សកម្មយ៉ាងម៉េច3ប្រទេសសកម្មឬក៏ម៉េចត្រយការអីយ៉ាងហ្នឹងគឺយើងត្រូវពិចារណាហើយតតែឯកភាពគ្នាទាំងអស់គ្នាដូច្នេះអាហ្នឹងគឺជាចំណុចមួយដែលសំខាន់អញ្ចឹងខ្ញុំសូមបញ្ជាក់ទៀតថាអ្វីដែលយន្តការអាស៊ានក្នុងការដោះស្រាយចំនួនដោយសន្តិវិធីរាល់ថ្ងៃហ្នឹងគឺជាលទ្ធផលនៃកិច្ចព្រមព្រៀងរវាងបណ្ដាប្រទេសរដ្ឋសមាជិកអាស៊ានគោសង្ស៊ីសហើយគឺជាង60ឆ្នាំកន្លងមកដែលនៅជាមួយគ្នាហ្នឹងគឺយល់ឃើញថាប៉ុណ្ណឹងយើងរស់នៅជាមួយគ្នាបានហើយណាដូចពិសេស
លើកឡើងចំណុចមិញល្អណាកាលមុនវានៅសុកមួយគ្នាគោលការណ៍ប៉ុណ្្នឹងមែនគោលការណ៍ប៉ុណ្្នឹងយើងសុកមួយគ្នាការទូតមែនតែឥឡូវស្ថានភាពពេលនេះវាស្មុគស្មាញវាមានកិច្ចការមួយចំនួនដែលទាមទារឲ្យយើងគិតគូរពិចារណាលើគោលការណ៍ដែលយើងធ្លាប់ថារស់សុកជាមួយគ្នា60ឆ្នាំហើយយើងត្រូវដឹងថាស្ថានភាពជាង60ឆ្នាំមុនហើយនឹងស្ថានភាព60ឆ្នាំក្រោយគឺមានការប្រែប្រួលស្មុគស្មាញណាស់ដូច្នេះអាស៊ានគឺក្នុងនាមជាអង្គការជាពិសេសរដ្ឋសមាជិកដែលនៅពីក្រោយអាស៊ានហ្នឹងគឺគាត់ត្រូវតែពិចារណាហើយគាត់ត្រូវធ្វើសេចក្តីសម្រេចចិត្តតើគាត់ចង់ឲ្យយន្តការដោះស្រាយវិវាទដោយសន្តិវិធីហ្នឹងកម្រិតណាតើនៅតែបន្តទុនទៀតបន្តការទូតទៀតបន្តណាអាត6ទៀតណាបាទ case by case ណាឬក៏មានស្ថាប័នដោះស្រាយវិវាទឬក៏មានយន្តការច្បាស់លាស់ជាងមុនឬក៏យន្តការតឹងរឹងជាងមុនឬក៏យ៉ាងម៉េចគឺអាស្រ័យលើរដ្ឋសមាជិកឯកភាពគ្នាអានឹងត្រង់ចំណុចមួយហ្នឹងបើចង់មានចំនួនថែមខ្ញុំថែមដល់ចំណុចទី2រឿងថាតើអាស៊ានហ្នឹងចេញពីភូមិសាស្ត្រនយោបាយមហាអំណាចខ្ញុំចង់បញ្ជាក់ថាតាំងពីសន្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោកលើកទី2មកណាយើងអត់អាចណាយើងត្រូវយល់ថាយើងយល់ឃើញថាតំបន់យើងគឺជាតំបន់ដែលមានការរីកចម្រើនវិបុលភាពគ្រប់បែបយ៉ាងហ្នឹងគឺមួយផ្នែកធំគឺដោយការចូលរួមរបស់មហាអំណាចបាទណាអញ្ចឹងចង់មានបានចង់មានសន្តិសុខណាគេមាន security មាន prosperity មានវិបុលភាពនិងមានសន្តិភាពក្នុងតំបន់ហ្នឹងគឺមានការចូលរួមពីមហាអំណាចធំតាំងពីដើមមកណាយើងត្រូវយល់ពីកត្តាប្រវត្តិសាស្ត្រជាពិសេសបើយើងសិក្សាឲ្យស៊ីជម្រៅទៅតើអ្នកណាដែលចូលរួមចំណែកដល់ដំណើរការសន្តិភាពនៅក្នុងតំបន់ហ្នឹងប្រកាសណាអាស៊ានយន្តការគាត់ល្អហើយប៉ុន្តែការចូលរួមមួយផ្នែកសំខាន់ណាមួយរបស់មហាអំណាចក៏យើងត្រូវទទួលស្គាល់ហើយយើងត្រូវពិចារណាឲ្យមានការគ្រប់ជំនួយដែរហ្នឹងត្រង់ចំណុចហ្នឹងអញ្ចឹងឆ្លើយតបសំណួរពិសេសថាយើងគួរដាក់ខ្លួនដាច់ចេញពីភូមិសាស្ត្រនយោបាយដែលជាកត្តាមិនដែលចេញពីក្នុងតំបន់យើងទេខ្ញុំក៏ប្រាប់ថាយើងត្រូវដឹងថាភូមិសាស្ត្រនយោបាយរស់នៅជាមួយបណ្ដាប្រទេសធំមហាអំណាចរវាងអ្នកជិតខាងយើងគឺជាយើងមិនអាចគេចផុតទេអញ្ចឹងហើយបានមានអ្នកការទូតណាមាន profession មួយមានមុខងារមួយគឺអ្នកការទូតហ្នឹងគឺជាអ្នកដែលការពារផលប្រយោជន៍ប្រទេសជាតិរៀងខ្លួនតែដោយសន្តិវិធីដោយសម្ដីទុនភ្លុនដោយយកគោលការណ៍ការទូតនិងគោលការណ៍ច្បាប់អន្តរជាតិមកជជែកគ្នាព្រោះធ្វើអញ្ចឹងទៅវាសុខជាមួយគ្នាអាហ្នឹងជាផ្នែកមួយនៃការរៀនរស់ជាមួយគ្នាព្រោះណាយើងត្រូវដឹងថានៅក្នុងពិភពលោកយើងហ្នឹងអ្វីត្បិតតែរដ្ឋអធិបតេយ្យហ្នឹងស្មើគ្នាមែនតែអំណាចវាអត់ស្មើគ្នាទេមួយវាខុសគ្នាណាប្រទេសខ្លះមានប្រទេសខ្លះមិនសូវមានណាប្រទេសខ្លះយោធាខ្លាំងប្រទេសខ្លះទៀតវាយោធាមិនសូវខ្លាំងអញ្ចឹងអាហ្នឹងទាំងអស់ហ្នឹងគឺយើងត្រូវគិតគូរពិចារណាហើយយើងត្រូវគិតថាជារបៀបរស់នៅរវាងរដ្ឋនិងរដ្ឋជាពិសេសរដ្ឋអធិបតេយ្យដូច្នេះអាស៊ានត្រូវតែប្រទេសបណ្ដាសមាជិករដ្ឋអាស៊ានហ្នឹងគឺគាត់ស្ថិតនៅក្នុងរបបមួយដែលគាត់ត្រូវតែតែគាត់ត្រូវគិតគូរពិចារណាហើយនឹងសម្រេចចិត្តថាតើទិសដៅមួយណាដែលគាត់ចង់ឲ្យអាស៊ានស្វែងរកទៅនឹងទៅទិសដៅណាទិសដៅនៅតែមិនចង់ឈូសឆាយអញ្ចឹងណាឬក៏ធ្វើយ៉ាងម៉េចឈូសទាំងអស់ណាធ្វើម៉េចគេថាគោលជាគោលដៅគឺចង់ធ្វើការជាមួយប្រទេសមហាអំណាចទាំងអស់ដោយសន្តិវិធីហើយសង្ឃឹមថាមហាអំណាចដែលគាត់អត់សូវត្រូវគ្នាហ្នឹងគាត់
យល់មុខយល់មាត់យើងហើយសុំឲ្យថាកុំបើឆ្លោះគ្នាកុំឆ្លោះគ្នានៅតំបន់យើងហើយពេលដែលគាត់ឆ្លោះគ្នាគឺយើងមានការព្រួយបារម្ភណាហ្នឹងគឺជាការគិតគូររបស់រដ្ឋសមាជិកដែលគាត់ត្រូវតែធ្វើសេចក្តីសម្រេចទេបើគាត់គិតគូរអញ្ចឹងគឺគាត់ត្រូវរៀបយន្តការហើយត្រូវសម្រេចគោលសង្ស៊ីគ្នាធ្វើរបៀបមិនរស់នៅជាមួយមហាអំណាចហ្នឹងហើយមិនមែនដូចរឿងនិយាយទេណានៅក្នុងពិភពលោកជាក់ស្ដែងគឺមានការគិតគូរច្រើនណាស់ស្មុគស្មាញណាជាពិសេសផលប្រយោជន៍ជាតិណាមិន10ប្រទេសណាមិនរឿងនេះទេមិនរឿងងាយស្រួលពេកទេណា11ប្រទេសដោយតែមិត្តភ័ក្ដិយើងហ្នឹងគឺម្នាក់សុទ្ធតែមានផលប្រយោជន៍និងណាអង់គ្លេស aspiration គាត់មានគោលគំនិតគោលសបិនគោលដៅគាត់ហ្នឹងគឺផ្សេងគ្នាអ្វីនេះឥឡូវពេលនេះហ្នឹងគឺយើងត្រូវធ្វើម៉េចបណ្ដាប្រទេសទាំង11ហ្នឹងគឺគាត់បើថាផលប្រយោជន៍ជាតិបើជាការពិតគឺខុសគ្នាតែធ្វើម៉េចឲ្យផលប្រយោជន៍ជាតិហ្នឹងមានកន្លែងរួមមួយគ្នាកាន់តែច្រើនព្រោះយើងនៅអង្គការតំបន់ជាមួយគ្នាហ្នឹងអញ្ចឹងបានន័យថាផលប្រយោជន៍ជាតិរបស់ខ្មែរហ្នឹងក៏ត្រូវមានចំណុចរួមជាមួយឥណ្ឌូនេស៊ីឲ្យច្រើនណាមានចំណុចរួមជាមួយសិង្ហបុរីហ្នឹងឲ្យច្រើនដូចគ្នាហើយដូចគ្នាសិង្ហបុរីដូចអីហ្នឹងណាឥណ្ឌូនេស៊ីក៏ដូចគ្នាអញ្ចឹងហើយទើបយើងអាចរៀនរស់ជាមួយគ្នាបានអាចរៀនរកវិធីសហការជាមួយគ្នាបានហើយនៅពេលមានបញ្ហាយើងដោះស្រាយគ្នាដោយសន្តិវិធីជាងការប្រើកម្លាំងឬការគំរាមប្រើកម្លាំងបាទបងអរគុណត្រង់ចំណុចនេះខ្ញុំសូមទាញបន្តិចមុននឹងយើងបញ្ចប់ការភាសារបស់យើងនេះត្រង់ចំណុចមួយដែលយើងនិយាយពីការដោះស្រាយបញ្ហាដោយសន្តិវិធីយើងឃើញថាករណីមីយ៉ាន់ម៉ាយើងមាន5ចំណុចដែលត្រូវអនុវត្តហើយកន្លងមកយើងឃើញថាទាំង5ចំណុចនោះក៏មិនអនុវត្តបានដោយជោគជ័យដែរហើយបន្តមកទៀតក៏កម្ពុជាមានបញ្ហាជាមួយប្រទេសជិតខាងទៀតអញ្ចឹងត្រង់ចំណុចនេះយើងឃើញថាយន្តការការទូតយន្តការទ្វេភាគីយន្តការពហុភាគីអត់មានប្រទេសណាមួយចាប់ផ្ដើមមុនទេគឺមានតែអាស៊ានខ្លួនឯងឬក៏ប្រទេសដែលទទួលជាប្រធានអាស៊ាននេះអ្នកចាត់ចែងការងារនោះអញ្ចឹងយើងឃើញថាយន្តការទាំងអស់នេះយើងបានអនុវត្តហើយសម្រាប់បងក្នុងថ្ងៃអនាគតតើបងសម្លឹងមើលឃើញថាការដោះស្រាយបញ្ហាដោយការទូតគឺដាក់អស់ហើយតើអាចរំកិលទៅមុខមួយជំហានទៀតអាចជាលក្ខណៈជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសដែលបង្កើតអាទិភាពជាមួយប្រទេសផ្សេងទៀតតើបងអាចសម្លឹងមើលឃើញលើចំណុចនេះទេបានន័យថាឥឡូវបើប្រទេសមួយទៅឆ្លៀតពៀនប្រទេសមួយទៀតអញ្ចឹងអាស៊ាន take collective voice ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនធ្វើវិនិយោគឬក៏ស្អីមួយជាមួយនឹងប្រទេសដែលកំពុងតែឆ្លៀនពៀនគេយ៉ាងឧទាហរណ៍ឬក៏ផ្ដាច់តំណែងការទូតឬក៏មិនថាយើងនិយាយថាផ្ដាច់ទេផ្អាកតើយន្តការនេះអាចទៅរួចទេហើយចំណុចមួយដែលបងលើកឡើងពាក់ព័ន្ធនឹងកុងសុងស៊ីនេះខ្ញុំចង់ឲ្យបងថាមើលឃើញបន្តិចថាតើកុងសុងស៊ីរហូតមកដល់ពេលនេះវាជាអ្វីមួយដែលយើងត្រូវរក្សាទុក60ឆ្នាំទៀតឬក៏យើងត្រូវគិតគូរពិនិត្យឡើងវិញឲ្យមានការបោះឆ្នោតយោងលើឥឡូវបើយើងមាន11ប្រទេសចុះបើឥឡូវ10ប្រទេសបោះឆ្នោតឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចហើយបើយើងយោងលើកុងសុងស៊ីមានតែមួយហ្នឹងគឺមួយដែលទៅមលប់ពៀនគេហ្នឹងគាត់នឹងប្រឆាំងហើយដាច់ខាតគាត់នឹងប្រឆាំងហើយអញ្ចឹងតើយន្តការហ្នឹងតើវាអាចមានច្រកចេញទៅរួចទេសម្រាប់ពេលខាងមុខបងសូមបងជួយបញ្យល់តិចមុននឹងយើងបញ្ចប់ការភាសារបស់យើងនឹងកាន់នេះបាទសូមអរគុណសំណួរសារៈមានសារៈសំខាន់ដូច្នេះសំណួរហ្នឹងគឺមាន4ចំណុចសំខាន់ឥឡូវខ្ញុំនិយាយមួយហើយបកស្រាយមួយខ្លីៗតកតងនឹងបញ្ហាមីយ៉ាន់ម៉ានេះពេលនេះបញ្ហាចម្បងគឺថាតើអាស៊ានគួរធ្វើបែបណាមានចំហយ៉ាងណាចំពោះការរៀបចំការបោះឆ្នោតនាពេលនេះតើគួរទទួលស្គាល់ឬក៏មិនទទួលស្គាល់ឬក៏ទទួលស្គាល់កម្រិតណាហើយធ្វើយ៉ាងម៉េចឲ្យអាស៊ានហ្នឹងអាចឲ្យមីយ៉ាន់ម៉ាហ្នឹងចូលជាសមាជិកពេញសិទ្ធិវិញនៃការធ្វើការនៅក្នុងក្របខ័ណ្ឌអាស៊ានរាល់ថ្ងៃនេះគឺជាកម្រិតថ្នាក់រដ្ឋមន្ត្រីការបរទេសហើយនឹងកម្រិតប្រមុខរដ្ឋាភិបាលគឺអាស៊ាន
យោងតាមសេចក្តីសម្រេចតាំងពី2021មកគឺឲ្យតែអ្នកតំណាងមិននយោបាយមកដូច្នេះនាពេលនេះពេលដែលមីយ៉ាន់ម៉ាគាត់រៀបចំការបោះឆ្នោតហើយការបោះឆ្នោតហ្នឹងគឺយើងអាចជជែកគ្នាបានថាសុក្រិតឬមិនសុក្រិតយ៉ាងម៉េចតើអាស៊ាននិងបណ្ដាប្រទេសអាស៊ានគួរមានជំហរយ៉ាងម៉េចដែលធ្វើយ៉ាងណាឲ្យមីយ៉ាន់ម៉ាត្រឡប់ទៅប្រកបដីភាពវិញណាហ្នឹងចំណុចសំខាន់ហើយចំពោះខ្ញុំគឺសំខាន់ខ្លាំងណាស់អាហ្នឹងគឺជាសំណួរដែលខ្ញុំជឿថាបណ្ដាប្រទេសទាំងអស់កំពុងតែមានការគិតគូរយ៉ាងល្អិតល្អន់ហើយកំពុងតែថាវិតម្លៃហើយនឹងវាស់វែងតែទម្ងន់មួយណាពីព្រោះខ្ញុំជឿថាបណ្ដាប្រទេសទាំងអស់គឺចង់ឲ្យមីយ៉ាន់ម៉ាគឺជាប្រទេសមួយទាំងមូលដែលវាអត់មានបែកបាក់វាអត់មានអីណាហើយចង់ឲ្យត្រឡប់មីយ៉ាន់ម៉ាហ្នឹងក្លាយទៅជាសមាជិកក្រុមគ្រួសារនៅអាស៊ានគេចូលចិត្តប្រើពាក្យក្រុមគ្រួសារសមាជិកក្រុមគ្រួសារអាស៊ានវិញហើយប្រកបដីភាពវិញហ្នឹងគឺជាចំណុចសំខាន់ណាចំណុចទី2ណាតកតងនឹងរឿងទំនាស់កម្ពុជាហើយថៃនៅតាមព្រំដែនពេលនេះគោលដៅសំខាន់គឺធ្វើយ៉ាងណាឲ្យមានការអនុវត្តកិច្ចព្រមព្រៀងបទជប់បាញ់និងកិច្ចព្រមព្រៀងកូឡាឡាំពួរដោយមានប្រសិទ្ធភាពធ្វើយ៉ាងណាដើម្បីឲ្យមានសន្តិភាពនិងការជានាគ្នាឡើងវិញនិងដំណើរប្រកបដីភាពរវាងខ្មែរហើយនិងថៃវិញដោយយើងមើលឃើញពីផលប្រយោជន៍យូរអង្វែងនិងផលប្រយោជន៍ប្រជារាស្ត្រនិងផលប្រយោជន៍រដ្ឋទាំងពីរនឹងជាធំក្នុងគោលដៅថាធ្វើយ៉ាងម៉េចឲ្យអ្នកជិតខាងទាំងពីរមិនប្រើប្រាស់អាវុធក្នុងការដោះស្រាយបញ្ហាហើយសន្តិភាពតើតែមានសន្តិភាពទើបយើងអាចប្រើប្រាស់យន្តការការទូតយន្តការផ្សេងក្នុងការដោះស្រាយបញ្ហារួមផ្សេងមានប្រសិទ្ធភាពជាងហើយវាមិនសូវប៉ះពាល់ដល់អាយុជីវិតនិងអារម្មណ៍របស់ប្រជាជាតិយើងទាំងពីរខ្ញុំជឿជាក់ថានេះគឺជាអតិភិបដែលរដ្ឋាភិបាលទាំងពីរពងថាព្យាយាមធ្វើហើយមានមិត្តបរទេសជាច្រើនដូចជាអាមេរិកដូចចិនដូចជប៉ុនដូច EU ដូចមិត្តដទៃទៀតដែលខិតខំជួយណាបាទខិតខំជួយជាពិសេសអាស៊ានយើងហ្នឹងក៏ខំជួយម៉ាឡេអតីតប្រធានដូច្នេះអាហ្នឹងគឺជាចំណុចដែលខ្ញុំចង់រំលឹកចំណុចទី3តកតងនឹងរឿងដំណើរទៅមុខនៃយន្តការដោះស្រាយចំនួនដោយសន្តិវិធីខ្ញុំចង់បញ្ជាក់ទៀតដោយសារតែអាស៊ានដឹកនាំដោយកូសង្ស៊ីអញ្ចឹងបើចង់ណាដំឡើងកម្រិតណាដោយពិសេសនិយាយអារឿងថាកម្រិតដោះស្រាយប៉ុណ្ណាណាកម្មចដាទី10ឬកម្មចដាទី1ឬក៏កម្មចដាទី5អាហ្នឹងអាស្រ័យលើការគិតគូររបស់បណ្ដាប្រទេសអាស៊ានទាំង11គ្រាន់តែអ្វីដែលខ្ញុំចង់រំលឹកថាចង់ឲ្យមានកំណែទម្រង់នឹងបានតើតែបណ្ដាប្រទេសអាស៊ានទាំង11ហ្នឹងគឺគាត់ចាប់ផ្ដើមពង្រីកនៃដែនផលប្រយោជន៍ជាតិគាត់ឲ្យមានការទូលំទូលាយខ្លាំងណាស់ដែលជារឿងដែលស្រួលនិយាយតែមិនមែនជារឿងដែលស្រួលធ្វើនាពេលជាក់ស្ដែងទេព្រោះយើងយល់ឃើញថាផលប្រយោជន៍របស់ថៃគឺជាផ្នែកមួយនៃផលប្រយោជន៍កម្ពុជាផងដែរណាហ្នឹងគឺជាការគិតគូរផលប្រយោជន៍ជាតិអញ្ចឹងអាហ្នឹងវាធំណាស់ណាហើយជាការអនុវត្តជាក់ស្ដែងមិនសូវជាមិនជារឿងងាយស្រួលទេហើយដូចគ្នាតែមិនមែនតែថៃហើយខ្មែរទេកម្ពុជាជាមួយឡាវកម្ពុជាវៀតណាមសង្ហបុរីជាមួយម៉ាឡេស៊ីឥណ្ឌូនេស្យាណាម៉ាឡេស៊ីជាមួយនឹងហ្វីលីពីនណាប្រុយណេជាមួយម៉ាឡេស៊ីមួយសិង្ហបុរីណាសិតតែមានបញ្ហាប្រវត្តិសាស្ត្រនិងបញ្ហារកម្មរកុសមួយចំនួនដែលវាធ្វើឲ្យការគិតគូរផលប្រយោជន៍ជាតិនឹងមានបញ្ហាតែយើងសួរថាយើងឈប់ត្រឹមហ្នឹងទេណាដូចខ្ញុំនិយាយអញ្ចឹងការរៀនរស់ជាមួយគ្នានេះ
រៀនរស់ជាមួយគ្នាគឺអ្វីដែល60ឆ្នាំមុនដើរមិនប្រកាសថាដើរក្នុងបរិបទថ្មីទេដូច្នេះហើយបានគឺការគិតគូរហ្នឹងគឺទាមទារឲ្យពេលដែលជជែកគ្នានៅក្នុងកិច្ចប្រជុំអាស៊ានទូទៅហ្នឹងតាំងថ្នាក់រដ្ឋការបរទេសថ្នាក់អីហ្នឹងគឺទាមទារឲ្យជជែកគ្នាឲ្យស៊ីជម្រៅហើយរយន្តការណាដែលរដ្ឋទាំងអស់ហ្នឹងអាចបញ្ចេញនៃយោបល់របស់គាត់ដោយទូលំទូលាយដែលអត់សូវមានជាការពិតរដ្ឋមន្ត្រីគាត់ត្រូវតែនិយាយព្រោះជាមួយគ្នាហើយព្រោះឯហ្នឹងយន្តការការទូតតែយើងត្រូវមានក្រុមការងារណាដែលជជែកអារម្មណ៍ពិតហើយព្យាយាមរកដំណោះស្រាយហើយដំណោះស្រាយទៀតសោតទាមទារឲ្យរដ្ឋអធិបតេយ្យទាំង11ហ្នឹងគឺគាត់ដូចខ្ញុំនិយាយហ្នឹងពង្រីកនៃទំហំនៃផលប្រយោជន៍ជាតិណាគោលការណ៍ national interest របស់គាត់ណាបានន័យថាគាត់ត្រូវពង្រីក national interest របស់គាត់ទើបវាមានផលប្រយោជន៍រួមនឹងជាមួយបណ្ដាប្រទេសផ្សេងទៀតដែលនាំឲ្យយើងនឹងកាលពេលដែលយើងដាក់គោលនយោបាយអីមួយឬក៏ទំនាក់ទំនងជាមួយដៃគូខាងក្រៅណាមួយគឺយើងយល់ពីទុកកង្វល់និងការព្រួយបារម្ភរបស់មិត្តអាស៊ានយើងផ្សេងទៀតដែរលក្ខណៈណាដូចខ្ញុំនិយាយអញ្ចឹងមិនមែនជារឿងស្រួលទេតែយើងត្រូវដឹងថារដ្ឋបរោះណារដ្ឋអ្នកដឹកនាំរដ្ឋនីមួយគឺគាត់គោលដៅរបស់គាត់គឺនាំឲ្យប្រទេសជាតិមានសន្តិសុខសន្តិភាពនិងវិបុលភាពដូច្នេះគឺបើសិនជាការពង្រីកផលប្រយោជន៍ជាតិនឹងជួយឲ្យប្រទេសមានសុខសន្តិភាពនិងវិបុលភាពយូរអង្វែងខ្ញុំជឿថាអ្នកដឹកនាំនៅក្នុងអាស៊ីអាគ្នេយ៍នឹងប្រកាសជាព្យាយាមទោះជាលំបាកយ៉ាងណាក៏ដោយទោះជាមានការប្រឈមនៃផលវិបាកក្នុងស្រុកមួយចំនួនក៏ដោយតែគាត់នឹងខិតខំរកវិធីដែលហ្នឹងអញ្ចឹងធ្វើឲ្យបណ្ដាមេដឹកនាំហ្នឹងคล้ายទៅជារដ្ឋបរោះដ៏ចំណានដែលនាំឲ្យមានសន្តិភាពនៅក្នុងតំបន់និងក្នុងដែលជារួមចំណែកមួយដល់ស្ថិរភាពនៅក្នុងប្រព័ន្ធអន្តរជាតិយើងសពថ្ងៃហ្នឹងចុងចប់រឿងកូសង្ស៊ីណាពិសេសលើកមិញហ្នឹងសំខាន់ណាហើយខ្ញុំយល់ថាហេតុអីបានពិសេសលើករឿងហ្នឹងតែខ្ញុំចង់ទាញចំណាប់អារម្មណ៍ថាហេតុអីបាននៅក្នុងធម្មនុញ្ញអាស៊ានយើងក៏ដូចជាស្ថិញ្ញា TAC ហ្នឹងគឺចំណុចកូសង្ស៊ីហ្នឹងគឺជាចំណុចដែលថា goal អង់គ្លេស core of the core ណាបានន័យថា goal នៃ goal អាហ្នឹងបានន័យថាចំណុចហ្នឹងគឺធំណាស់ហើយដកចេញគឺអត់មានកិច្ចព្រមព្រៀងហ្មងណាគឺថាយើងត្រូវយល់ថានៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះរៀនរស់ជាមួយគ្នាដូចខ្ញុំថាអញ្ចឹងដោយសារស្ថានភាពប្រទេសទាំង11ហ្នឹងគឺអត់ដូចគ្នាទេអ្វីត្បិតតែជារដ្ឋអធិបតេយ្យមានអធិបតេយ្យភាពដូចគ្នាមែនតែបើនិយាយពីទម្ងន់យុទ្ធសាស្ត្រនិងអំណាចនិងគេហៅថាស្ថានភាពនៃការជឿទុកចិត្តគ្នារវាងរដ្ឋនិងរដ្ឋហ្នឹងគឺស្ថិតក្នុងចំណុចមួយដែលកំពុងធ្វើការជាមួយគ្នាឡើយទេណាអញ្ចឹងហើយបានបណ្ដារដ្ឋទាំងអស់ថាអញ្ចឹងយើងគួរតែធ្វើគោសង្ស៊ីជាមួយគ្នាទៅព្រោះអីខ្លាចត្រង់នេះខ្លាចថាពេលដែលវាដាក់ឲ្យបោះឆ្នោតការគិតគូរខ្ញុំចង់ប្រាប់ហ្នឹងណាយើងអាចជជែកគ្នាអាចធ្វើការស្រាវជ្រាវបន្តទៀតគឺការភ័យខ្លាចរបស់ប្រទេសមួយចំនួនក្នុងការដាក់ចេញជាបោះឆ្នោតដូចវិសេសលើកឡើងហ្នឹងខ្លាចថាយូរទៅប្រទេស1ឬប្រទេស2ឬប្រទេស3ប្រទេស4ដែលជាភាគតិចហ្នឹងគឺបោះឆ្នោតអត់ដែលឈ្នះគេណាដល់អញ្ចឹងទៅដល់អាស៊ានហ្នឹងសម្រាប់ការងារលើប្រទេសភាគច្រើនចុះប្រទេសភាគតិចយ៉ាងម៉េចណាអញ្ចឹងខ្លាចថាមានបែកអាស៊ានបែកខ្ញែកគ្នាណាព្រោះធម្មតានៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងគឺយើងចូលចិត្តណាស់ពាក្យគេថាសុខដុមរមនាជាមួយគ្នារៀនរស់ជាមួយគ្នាហើយអត់សូវចង់
តឹងតែងជាមួយគ្នាហើយចង់ធ្វើអីឲ្យស្របគ្នាហើយស្របគ្នាដើម្បីកុំឲ្យបែកគ្នាណាអញ្ចឹងហើយបានគោលការណ៍ហ្នឹងវានៅដល់រាល់ថ្ងៃតែយើងដាក់ជាសំណួរវិញថាក្នុងបរិបទសំខាន់នាពេលបច្ចុប្បន្នហើយឥឡូវគឺជាពេលដែលពិបាកមែនទែនដែលមានការប្រកួតប្រជែងហើយមិនត្រឹមប៉ុណ្្នឹងទេណាមានការប្រែប្រួលច្រើនទៀតដែលយើងអត់ទាន់ជជែកគ្នាតាំងពីការប្រែប្រួលសេដ្ឋកិច្ចពិភពលោកការមិនសบายចិត្តនឹងសកលភាវូបនីយកម្មណា the discontent of globalization ការមិនសบายចិត្តទៅនឹងស្ថានភាពពិភពលោកអស្ថិរភាពសេដ្ឋកិច្ចនិងស្ថិរភាពនៅក្នុងសង្គមនៃប្រទេសជាច្រើននៅក្នុងតំបន់ហើយមិនទាន់និយាយរឿង technological shift ណាការប្រែប្រួលនៃការវិវត្តដ៏ស្មុគស្មាញនិងនិវត្តនៃបច្ចេកវិទ្យាថ្មីអីហ្នឹងដែលសិតតែធ្វើឲ្យមានការប្រែប្រួលសង្គមសេដ្ឋកិច្ចនិងនយោបាយក្នុងបណ្ដាប្រទេសអាស៊ានមួយដែលប៉ះពាល់ដល់ការគិតគូរជាពិសេសការឲ្យនិយមន័យស្អីផលប្រយោជន៍ជាតិហ្នឹងណាបើបកស្រាយឲ្យផលប្រយោជន៍ជាតិរៀងធំអីចូលបកកាន់តែទូទៅណាមួយម៉ាត់ណាក៏អធិបតេយ្យមូលហេតុលោកឯងមិនអាចនេះទេដោយសារដីនេះគឺជាស្ថិតនៅដែនអធិបតេយ្យភាពមិនអាចចរចាអីគ្នាបានអញ្ចឹងណាអាហ្នឹងគឺជាចំណុចមួយដែលស្មុគស្មាញណាស់ហើយរឿងកូសង្ស៊ីសនេះគឺទាមទាររកវិធីធ្វើយ៉ាងម៉េចដែលគោសង្ស៊ីសអាចថាគោសង្ស៊ីសអ្វីដែលខ្ញុំមើលឃើញគឺថាអាចថាគោសង្ស៊ីសជាគោលការណ៍នៅដដែលតែរឿងណាដែលត្រូវការគោសង្ស៊ីសរឿងណាដែលត្រូវការដោះស្រាយបញ្ហាដោយមានការប្រើយន្តការផ្សេងដែលមិនមែនជាគោសង្ស៊ីសបាទណាហ្នឹងគឺជារឿងសំខាន់ហើយណាខ្ញុំប្រាប់ពិសេសមួយទៀតចុងចប់ខ្ញុំដឹងថារៀងដល់ពេលហើយណាការគិតគូរផ្សេងគឺអាស្រ័យលើរដ្ឋអធិបតេយ្យជាពិសេសកិច្ចការបរទេសហ្នឹងណាកិច្ចការបរទេសគឺជាផ្នែកមួយនៃកិច្ចការនយោបាយក្នុងស្រុកខ្ញុំចង់ប្រាប់ណាការគិតគូរនយោបាយក្នុងស្រុកកំណែតម្រង់ស្ថានភាពក្នុងស្រុកដែលឆ្លើយតបទៅនឹងស្ថានភាពខាងក្រៅគឺជារឿងសំខាន់ណាស់ក្នុងប្រទេសសម្រាប់ប្រទេសនៅក្នុងតំបន់យើងនេះដែលគឺជាចំណុចរបត់មួយនៅក្នុងពិភពលោកដែលមានការចូលរួមមហាអំណាចច្រើនអញ្ចឹងយើងត្រូវការស្ថានភាពផ្ទៃក្នុងឲ្យមានភាពស្រួលភាពកំណែតម្រង់ដែលល្អប្រសើរប្រព័ន្ធនយោបាយដែលល្អប្រសើរដែលមានស្ថានភាពសេដ្ឋកិច្ចស្ថានភាពអភិវឌ្ឍជាតិល្អប្រសើរដែលប្រជារាស្ត្រអាចរស់បានទើបអ្នកដឹកនាំគាត់មានការគិតគូរទូលំទូលាយនិងគិតគូរវែងឆ្ងាយនិងគិតគូរលើចំណុចជាច្រើនតាក់ទងនឹងការបរទេស foreign policy start from home ណា foreign policy is an extension of domestic politics អញ្ចឹងចំណុចហ្នឹងខ្ញុំសូមឲ្យបងប្អូនអ្នកស្ដាប់ណាខ្ញុំជឿថាបងប្អូនគាត់នឹងយកជាចំណុចមួយដែលធ្វើការពិចារណាលើជាពិសេសលើដំណើរដើមតងកិច្ចការបរទេសកិច្ចការអន្តរជាតិអញ្ចឹងខ្ញុំសូមអរគុណជាថ្មីម្ដងទៀតហើយសូមលើកទឹកចិត្តនិងសូមកោតសរសើរក្រុមការងារ AMS ដែលលើកយកប្រធានបទសំខាន់អញ្ចឹងមកពិភាក្សាបាទសូមអរគុណដំបងដែលបានធ្វើការពន្យល់ក៏ដូចជាបកស្រាយនៅសំណួរដែលខ្ញុំបានសួរហើយវាពិតជាមានសារៈសំខាន់សម្រាប់ប្រធានបទអាស៊ានដោយសារនៅក្នុងបរិបទបច្ចុប្បន្នអាស៊ានមាន11ប្រទេសបានធ្វើដំណើរតាំងពីមានតែ5ប្រទេសដែលជាស្ថាបនិករហូតដល់យើងមានបងប្អូនក្នុងគ្រួសារតែមួយ11ប្រទេសហើយការអនុវត្តនៅគោលនយោបាយគង់សង្ស៊ីបានន័យថាតតស្រុះគ្នា 100% បានសម្រេចកិច្ចការបានហើយខ្ញុំក៏ចាប់អារម្មណ៍ចំពោះចំណុចដែលបងលើកឡើងត្រង់ថា
វាគួរតែអាចមានយន្តការមួយក្រៅតែរឿងណាដែលត្រូវសម្រាប់ដោយកុងសង្ស៊ីរឿងណាដែលត្រូវសម្រាប់ដោយយន្តការមួយផ្សេងទៀតនេះជាការគិតគូរមួយហើយសូមអរគុណបងដែលបានបញ្ចេញនៅទស្សនៈមួយដែលអាចទៅថាជាមូលដ្ឋានគំនិតមួយសម្រាប់ការសិក្សាស្រាវជ្រាវដែរហើយជាថ្មីម្ដងទៀតខ្ញុំសូមអរគុណចំពោះទស្សនិកជនដែលបានចំណាយពេលវេលាក្នុងការតាមដានហើយខ្ញុំសង្ឃឹមថាបងប្អូនបានតាមដាននៅ Upside Focus វគ្គមុនដែលយើងមានធានបទល្អៗហើយវាគ្មិនយើងចូលមកបកស្រាយបាទអញ្ចឹងនៅវគ្គបន្ទាប់និងសប្តាហ៍ក្រោយយើងនឹងមានវាគ្មិនចូលរួមបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលាបាទ